បងស្រីមីសនសុធីរីដែលជាអ្នកនិពន្ធម្នាក់បានបញ្ចេញវិចារដោយសរសេរជាអត្ថបទនៅលើបណ្ដាញសង្គមបងស្រីបានសរសេរថាជាអ្នកនិពន្ធម្នាក់ចង់នៅឲ្យឆ្ងាយពីនយោបាយតែមកឃើញបទវិភាគខ្លះកំពុងតែបំភ័យពលរដ្ឋខ្មែរខ្ញុំសូមចែករំលែកផ្សាយបំភ្លឺថាតើសេដ្ឋកិច្ចនិងនយោបាយពិតប្រាកដកំពុងដើរទៅរកទិសមួយណាការពិតនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពាក្យចចាមអារាមថាសង្គ្រាមនឹងអូសបន្លាយយូរហើយកម្ពុជានឹងដួលរលំគឺជាការទស្សន៍ទាយដែលខ្វះមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសកលខ្ញុំសូមលើកបង្ហាញការពិតចំនួន3ដែលយើងគ្រប់គ្នាមិនគួរភ័យស្លន់ស្លោនោះទេទី1អន្ទាក់សេដ្ឋកិច្ចដែលសៀមប្រើទាក់កសៀមខ្លួនឯងព្រោះអ្វីព្រោះថាសៀមមិនអាចអូសបន្លាយសង្គ្រាមបានយូរទេសេដ្ឋកិច្ចសៀមពឹងផ្អែកខ្លាំងទៅលើកម្លាំងពលកម្មពីប្រទេសជិតខាងនិងវិស័យទេសចរណ៍ការបិទព្រំដែនយូរគឺស្មើនឹងការសម្លាប់ខ្លួនឯង Economic Suicide ផ្សារហ៊ុននិងអ្នកវិនិយោគបរទេសនៅបាងកកនឹងមិនអនុញ្ញាតឲ្យកើតរឿងនេះបានយូរឡើយទី2ភូមិសាស្ត្រនយោបាយសតវត្សទី21មហាអំណាចចិននិងអាមេរិកត្រូវការច្រករបៀងសេដ្ឋកិច្ចអាស៊ានដែលមានស្ថិរភាពពួកគេនឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមពេញលេញ Total War នៅតំបន់នេះរ៉ាំរ៉ៃទេព្រោះថាប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាតិសកលសម្ពាធអន្តរជាតិនឹងបង្ខំឲ្យមានតុចរចាឆាប់ៗម៉ោងនេះនៅតំបន់នេះមិនអាចទៅរួចទេការវាយលុកយកទឹកដីដោយសម័យបុរាណកាលចំណុចទី3កម្ពុជាឆ្នាំ2025មិនមែននៅឆ្នាំ1970នោះទេយើងមានមូលដ្ឋានសេដ្ឋកិច្ចចម្រុះនិងទំនាក់ទំនងអន្តរជាតិរឹងមាំការ back down ឬដួលរលំមិនមែនជាជម្រើសទេប៉ុន្តែគឺជាការចរចាដោយស្មើមុខកម្លាំងយោធាយើងខ្លាំងស៊ូចាស់ទុំស្មោះរចនាសម្ព័ន្ធចាត់តាំងដែលទំនើបកម្មហើយសំខាន់ជាងនេះទៀតគឺឯកភាពជាតិយើងរឹងមាំជាងពេលណាទាំងអស់ឈប់បន្លាយក្មេងទៅបងប្អូនអ្នករកស៊ីគិតពីការរកស៊ីទៅអ្នកធ្វើការខំធ្វើការហើយអ្នកដែលរៀនសូត្រខំរៀនសូត្រធម្មតាទៅកុំឲ្យសង្គ្រាមចិត្តសាស្ត្ររបស់គេបំបាក់ស្មារតីរឹងមាំរបស់យើងបាននៅក្នុងសតវត្សនេះអ្នកឈ្នះមិនមែនជាអ្នកដែលបាញ់កំភ្លើងខ្លាំងជាងគេឬក៏ឆ្ងាយជាងគេឬច្រើនជាងគេនោះទេតែជាអ្នកដែលរក្សាស្ថិរភាពសេដ្ឋកិច្ចនិងសតិអារម្មណ៍បានល្អជាងគេយើងមិនមែនជាជនរងគ្រោះនៃប្រវត្តិសាស្ត្រទៀតទេយើងគឺជាកំណត់វាសនាខ្លួនឯងរឹងមាំឡើងកម្ពុជាពីខ្ញុំស៊ីនសនសុធារី